រដ្ឋសភានីតិកាលទី7កំពុងបោះជំហានវិជ្ជមានទៅសម្រាប់ជោគជ័យថ្មីលើការងារពង្រឹងអភិបាលកិច្ចបច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីផលប្រយោជន៍ស្នូលរបស់ប្រជាជនរដ្ឋសភានីតិកាលទី7ក្រមមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហារដ្ឋសភាទីកាធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបាននៅកំពុងបំពេញបេសកកម្មយ៉ាងសកម្មដើម្បីប្រែក្លាយស្ថាប័ននីតិបញ្ញត្តិកំពូលបច្ចុប្បន្នមួយនេះជាស្ថាប័នទំនើបដើម្បីទ្រទ្រង់ដល់បេសកកម្មបម្រើជាតិនិងប្រជាជននៅក្នុងយុគសម័យសកលភាវូបនីយកម្មនៅក្នុងសន្ទុះនៃស្មារតីតម្កល់ផលប្រយោជន៍ជាតិតែមួយទាំងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងរដ្ឋសភាកម្ពុជាដឹកនាំដោយសម្ដេចមហារដ្ឋសភាទីកាធិបតីខុនសូដារីបាននៅកំពុងបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងអនុវត្តឲ្យបានជោគជ័យនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបង្កើតឱកាសការងារធានាសមធម៌និងបង្កើនប្រសិទ្ធភាពតាមរយៈការអនុវត្តក្របខ័ណ្ឌច្បាប់និងការតាមដានការអនុវត្តគោលនយោបាយជាតិភាពជោគជ័យលើកម្មវិធីកំណែទម្រង់រដ្ឋបាលនិងហិរញ្ញវត្ថុព្រមទាំងការដាក់ចេញនៅផែនការប្រែក្លាយរដ្ឋសភាបច្ចុប្បន្នជារដ្ឋសភា Digital គឺជាសមិទ្ធផលដ៏ឧត្តុង្គឧត្តមដែលឆ្លុះបញ្ចាំងពីការត្រៀមលក្ខណៈរួចរាល់របស់រដ្ឋសភាក្នុងការគ្រប់គ្រងដល់ការធ្វើបដិវត្តកម្ម Digital របស់រាជរដ្ឋាភិបាលសម្ដៅបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាសេខាសាឡាស្ដីពីការពង្រឹងភាពធន់ជាតិនិងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ឧស្សាហកម្មនិងបច្ចេកវិទ្យាដែលរដ្ឋសភាតាមរយៈគណៈកម្មការទី9រៀបចំធ្វើនៅពេលនេះគឺជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំនិងមានភាពបត់បែនខ្ពស់រដ្ឋសភានីតិកាលទី7និងរាជរដ្ឋាភិបាលសហគមន៍ពលនៃនវានុវត្តន៍ដើម្បីសន្តិភាពស្ថិរភាពនិងវិបុលភាពនៃនិរន្តរភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល